សូមស្វាគមន៍មកកាន់ Channel និង Page Acid Military ដែលជា Channel តែងតែលើកយកសភាវុធមកធ្វើការបង្ហាញដើម្បីជាការចែករំលែកដល់បងប្អូនដែលចូលចិត្តវិស័យយោធាហើយបានជ្រាបខ្លះៗអំពីសភាវុធនៅលើពិភពលោកអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងទៅស្គាល់អំពីកាំភ្លើងយន្តធុនធ្ងន់ដែលផលិតឡើងដោយប្រទេសចិនទាំងអស់គ្នាកាំភ្លើងយន្ត QJ-89 ឬ T-89 គឺជាកាំភ្លើងយន្តធុនធ្ងន់ដែលផលិតឡើងដោយប្រទេសចិនដោយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់ប្រទេសចិនគឺក្រុមហ៊ុន Noriko ដោយយកគំរូតាមកាំភ្លើងយន្ត NSV របស់អតីតសហភាពសូវៀតកាំភ្លើងយន្តប្រភេទនេះត្រូវបានបំពាក់នៅលើនាវាចម្បាំង T-54A និងនៅលើរថក្រោះស៊េរីថ្មីៗរបស់កងទ័ពចិនចំពោះលក្ខណៈពិសេសរបស់កាំភ្លើងយន្តនេះមានទម្ងន់ 17.5 គីឡូក្រាមជាទម្ងន់របស់កាំភ្លើងហើយជើងទម្រទម្ងន់ 8.5 គីឡូក្រាមវាមានប្រវែង 1.64 ម៉ែត្រកណ្ដុងកាំភ្លើងឬបំពង់ត្រែវាមានប្រវែង 1.03 ម៉ែត្រកាំភ្លើងយន្តនេះវាប្រើប្រាស់គ្រាប់ប្រភេទ 12.7 មីលីម៉ែត្រវិជ្ជមានបំពង់ត្រែ 12.7 មីលីម៉ែត្រហើយដំណើរការនៃការបាញ់របស់កាំភ្លើងយន្តនេះគឺវាដំណើរការដោយកម្លាំងខ្យល់ធាក់ថយចំពោះចង្វាក់នៃការបាញ់របស់កាំភ្លើងយន្តនេះវាបាញ់បាន 450 ទៅ 600 គ្រាប់ក្នុង1នាទីវាប្រើប្រាស់កាំណុងតែមួយប៉ុន្តែកាំណុងវាអាចដកផ្លាស់ប្ដូរបានហើយចំពោះល្បឿនគ្រប់រត់របស់វារត់បានចម្ងាយ 850 ម៉ែត្រក្នុង1វិនាទីចម្ងាយបាញ់ដែលមានប្រសិទ្ធភាពគឺ 1.5 គីឡូម៉ែត្រកាំភ្លើងយន្តនេះវាប្រើប្រាស់បង់ប្រភេទបង់ច្រវាក់ដែលមានគ្រាប់ 50 គ្រាប់វាប្រើប្រាស់ប្រព័ន្ធតម្រង់ប្រភេទ Iron Sight បាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ